អូខេបន្ទាប់ពីយើងបានចោះឈ្មោះនៅក្នុង account Polymer Invoice ហើយអញ្ចឹងយើងនឹងឃើញនៅក្នុង screen ហ្នឹងគឺដោយសារតែពួកខ្ញុំបន្តបានsubscribe ទៅលើ Polymer Invoice ទេអញ្ចឹងយើងនឹងមិនទាន់អាចប្រើប្រាស់មុខងារផ្សេងៗបានទេក្នុងលក្ខខណ្ឌបែបនេះគឺត្រូវការសម្រេចឬគម្រោងណាមួយដែលសមស្របជាមួយនឹងអាជីវកម្មរបស់បងប្អូនអរគ្នាចំពោះខ្ញុំផ្ទាល់ខ្ញុំឃើញថាឥឡូវហ្នឹងវាមានពួកយើងមាន special offer មួយគឺ$1ក្នុងរយៈពេល40ថ្ងៃដំបូងដែលខ្ញុំគាត់ថាជាគម្រោងមួយដែលល្អសម្រាប់បងប្អូនអនិច្ចកម្មទាំងអស់គ្នាដែលត្រឹមតែចាប់ផ្ដើមជាពិសេសអញ្ចឹងខ្ញុំនឹងចុចទៅលើពាក្យ subscribe plan យើងនឹងឃើញថានឹងត្រូវបង់$1.1ដោយសារតែបង់ពន្ធ 10% ហើយមានវិធីបង់មួយគឺ ABA KXR អញ្ចឹងខ្ញុំនឹងបើក app ABA របស់ខ្ញុំដើម្បីធ្វើការ scan អូខេខ្ញុំ scan ហើយអញ្ចឹងខ្ញុំនឹងចាប់ដើម pay អូខេអញ្ចឹងខ្ញុំបាន pay ហើយទៅកាន់ Polymer Invoice បន្ទាប់ពី pay ហើយខ្ញុំអាចចាប់ដើមប្រើប្រាស់បានអញ្ចឹងយើងនឹងចុចពាក្យ start using អញ្ចឹងន័យថាឥឡូវនេះ account នៃ Polymer Invoice ត្រូវបានបង្កើតរួចរាល់ហើយយើងអាចប្រើប្រាស់មុខងារផ្សេងៗបានទាំងអស់នៅក្នុងនេះ